នៅក្នុងព្រះរាជវាំងច័ន្ទបុរីព្រះរាជានិងព្រះមហេសីទ្រង់លុតជង្គង់អង្គវរទេវតាសូមព្រះរាជបុត្រដែលនឹងមកសង្គ្រោះនគរដែលកំពុងស្ថិតក្នុងសេចក្តីទុក្ខមិនយូរប៉ុន្មានសេចក្តីសង្ឃឹមក៏คล้ายជាការពិតពន្លឺពណ៌មាសមួយបានចាប់កំណើតព័ទ្ធជុំវិញព្រះរាជបុត្រាដែលទើបនឹងប្រសូតជាសញ្ញានៃវាសនាដ៏អស្ចារ្យព្រះនាមទ្រង់គឺជ័យសូរិយាតែទោះជាពន្លឺដ៏ល្អផុសចេញពីព្រះអង្គក៏មានស្រមោលអាក្រក់របស់ពួកមន្ត្រីកំណាចកំពុងរងចាំធ្វើអំពើទុច្ចរិត5 ឆ្នាំក្រោយមកព្រះអង្គម្ចាស់ជ័យសូរិយាបានបង្ហាញទេពកោសល្យដ៏អស្ចារ្យក្នុងសិល្បៈក្បាច់គុនតែទង្វើនេះក៏បានធ្វើឲ្យមន្ត្រីទុច្ចរិតកាន់តែច្រណែនខ្លាំងឡើងដោយសារតែពាក្យបណ្ដឹងคล้ายៗស្ដេចដែលសោកសៅបានបង្ខំចិត្តនិរទេសព្រះរាជបុត្ររបស់ខ្លួនចេញពីនគរជ័យសូរិយាទទួលយកវាសនាដ៏អយុត្តិធម៌នេះដោយក្តីឈឺចាប់ព្រះអង្គម្ចាស់បានលាចាករាជវាំងដើរចូលទៅក្នុងព្រៃអព្ទងឹតដើម្បីស្វែងរកលោកតាមុនីឥសីដែលជាគ្រូអាចបង្រៀនសិល្បសាស្ត្រដើម្បីឲ្យព្រះអង្គអាចយាងត្រឡប់មកវិញការធ្វើដំណើរគឺពោពេញដោយគ្រោះថ្នាក់ជ័យសូរិយាត្រូវតែតាំងជាមួយសក្លាដ៏កាច់សាហាវដោយភាពអង់អាចក្លាហានព្រះអង្គប្រើតែដំបងឈើប៉ុណ្ណោះក្នុងការប្រយុទ្ធនេះបន្ទាប់ពីយកឈ្នះសត្វកំណាចនោះព្រះអង្គក៏បានជួបនឹងយក្សស្បែកបៃតងដ៏គួរឲ្យខ្លាចដែលយាមផ្លូវជ័យសូរិយាដ៏កំបិតត្រៀមខ្លួនសម្រាប់សង្គ្រាមថ្មីព្រះអង្គគេចផុតពីការវាយលុកដ៏កាច់សាហាវរហូតដល់បានរកឃើញប្រាសាទបុរាណមួយដែលជាទីកន្លែងដែលលោកតាមុនីឥសីកំពុងធ្វើសមាធិយ៉ាងស្ងប់ស្ងាត់លោកតាមុនីឥសីប្រមើលមើលដឹងនៅវាសនារបស់ព្រះអង្គម្ចាស់គាត់បានផ្ទេរធម្មពលនិងមន្តអាគមការពារដ៏មានអានុភាពចូលទៅក្នុងខ្នះរបស់ជ័យសូរិយាជ័យសូរិយាចំណាយពេលច្រើនថ្ងៃច្រើនយប់ហ្វឹកហាត់ជាមួយដំបងវេទមន្តដើម្បីគ្រប់គ្រងធម្មពលដែលទើបនឹងទទួលបាននូវកម្លាំងនិងការផ្ដោតអារម្មណ៍មិនធ្លាប់មានបន្ទាប់ពីការហ្វឹកហាត់ជាច្រើនឆ្នាំបានបញ្ចប់លោកតាមុនីឥសីបានប្រគល់ដាវបុរាណដ៏ពិសិដ្ឋគឺគោដាវអញ្ញាសិទ្ធដែលជាអាវុធនៃអំណាចនិងយុទ្ធធម៌ដល់ព្រះអង្គម្ចាស់ជ័យសូរិយាបានបន្តដំណើរហើយបានទៅដល់នគរចម្ប៉ាពេជ្រទីនោះព្រះអង្គបានជួបនឹងព្រះនាងរតនាមាលីដែលមានភាពស្រស់ស្អាតលើសលប់ប៉ុន្តែភ្លាមនោះស្ដេចយៈរាហូដ៏អាក្រក់បានបង្ហាញខ្លួនហើយចាប់ពង្រត់ព្រះនាងជ័យសូរិយាស្រែកដោយកំហឹងខណៈដែលព្រះនាងត្រូវគេនាំហោះហើរទៅឆ្ងាយព្រះអង្គស្បោះនឹងព្រះរាជាចម្ប៉ាពេជ្រថានឹងយកព្រះនាងមកវិញព្រះអង្គបានទទួលពរជ័យនិងជិះសេះដ៏លឿនរបស់វាំងហោះត្រង់ទៅកាន់រូងភ្នំរបស់យក្សការឡើងភ្នំមាសពោពេញទៅដោយអវេទមន្តនិងវិស័យកំណាចជ័យសូរិយាប្រើដាវនិងសិល្បសាស្ត្រដើម្បីកាត់ទម្លុះឧបសគ្គទាំងអស់ជ័យសូរិយាបានផ្ទុះចូលទៅក្នុងរូងងឹតឃើញព្រះនាងជាប់ច្រវាក់ស្ដេចយៈរាហូក្រហមដាក់ព្រះអង្គត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធដ៏អស្ចារ្យយៈរាហូវីប្រហារយ៉ាងខ្លាំងក្លាដែលជ័យសូរិយាការពារដោយខែលមាសព្រះអង្គលោតឡើងលើបង្គោលថ្មហើយសម្ដៅទៅរកចំណុចខ្សោយរបស់យក្សដោយប្រើកម្លាំងទាំងអស់របស់ព្រះអង្គជ័យសូរិយាបានបញ្ជូនធម្មពលទៅកាន់ដាវអញ្ញាសិទ្ធព្រះអង្គបានកាត់ក្បាលយៈរាហូចេញដោយការវាយប្រហារតែមួយដងពេលយៈត្រូវវិនិច្ឆ័យហើយជ័យសូរិយាក៏ប្រញាប់ទៅបំបែកច្រវាក់របស់រតនាមាលីពួកគេបានអបគ្នាដោយក្តីស្រឡាញ់មុនពេលចាក់ចេញពីភ្នំមាសជ័យសូរិយានិងព្រះនាងរតនាមាលីបានត្រឡប់មកអង្គរវិញដោយជោគជ័យហើយពួកមន្ត្រីកំណាចក៏ត្រូវបានចាប់ខ្លួនដាក់ក្នុងគុកព្រះអង្គទទួលបានការគោរពពីប្រជារាស្ត្រព្រះរាជបត្តាបានប្រគល់មកុដរាជជូនព្រះរាជបុត្រព្រះបាទជ័យសូរិយានិងព្រះនាងរតនាមាលីបានសោយរាជ្យដោយយុត្តិធម៌នាំមកនូវសន្តិភាពនិងភាពរុងរឿងជារៀងរហូត